យតែទៅខេតមិនដែលភ្លេចកំងឯងទងអបក្រូចឆ្មាប៉ុន្តែមិនងាយបានរសជាតិត្រូវចិត្តអញ្ចឹងធ្វើខ្លួនឯងតែម្ដងទៅខ្វះខាតត្រង់ណាកែខ្លួនឯងបានម្ហូបនេះសម្រាប់មនុស្សប្រុសគឺកម្រមានអ្នកអត់ចូលចិត្តឯចំណែកមនុស្សស្រីវិញក៏កម្រមានអ្នកចេះញ៉ាំដែរសូម្បីតែអ្នកធ្វើនេះក៏អត់ចេះញ៉ាំដែរតែចេះធ្វើដោយភ្លក់គ្រឿងឲ្យហើយចាំពេលឆ្អិនចាំស្ដាប់ feedback ពីអ្នកញ៉ាំសួរថាហេតុអីក៏តស៊ូម៉េះអត់ចេះញ៉ាំផងធ្វើធ្វើអីចង់និយាយថាមាត់ញ៉ាំអត់បានមែនតែផ្លូវចិត្តញ៉ាំបានធ្វើម្ហូបឲ្យគេញ៉ាំឆ្ងាញ់មួយចានក៏ទទួលបានអារម្មណ៍ស្កប់ស្កល់ដូចបានញ៉ាំបាយឆ្អែតដែរតាមពិតសប្តាហ៍ថ្ងៃជីវិតយើងត្រូវការអាហារច្រើនប្រភេទមិនមែនអាហារសម្រាប់តែមាត់និងកាពះទេនៅមានអាហារសម្រាប់ផ្លូវចិត្តទៀតផងតែថ្ងៃណាផ្លូវចិត្តបានទទួលទានអារម្មណ៍ដែលចង់ទទួលហើយថ្ងៃនោះសឹងតែភ្លេចអាហារសម្រាប់កាពះផងក៏មានអញ្ចឹងហើយទើបនៅពេលដែលយើងពិបាកចិត្តមនុស្សភាគច្រើនបែរជាឡើងគីឡូនោះដោយសារផ្លូវចិត្តយើងឃ្លានយើងរកអាហារសម្រាប់អារម្មណ៍មិនបានក៏ងាកទៅនឹកឃើញដល់អាហារសម្រាប់កាពះញឹកញាប់ជាងមុនអញ្ចឹងដើម្បីកុំឲ្យធាត់ហើយបាក់ទឹកចិត្តតើទៅព្យាយាមស្វែងរកអាហារងាយៗសម្រាប់ផ្លូវចិត្តដូចជាធ្វើម្ហូបឬធ្វើអ្វីតិចតួចជុំវិញខ្លួនឲ្យមានប្រយោជន៍ដើម្បីយកអារម្មណ៍មកទទួលទានរឿងទាំងនោះដោយប្រាប់ខ្លួនឯងថាថ្ងៃនេះខ្ញុំធ្វើបានរឿងនេះហើយនោះផ្លូវចិត្តយើងឆ្អែតបានមកពេលដែរមិនអត់ឃ្លានរហូតដល់ទន់ខ្សោយបាក់ទឹកចិត្តនោះទេ